អន្តរការស្នេហ៍ភាគទី10យប់ឡើងលីយ៉ុនក៏ធ្វើការកេងគិតអំពីរឿងដែលបានកើតឡើងនៅពេលថ្ងៃហើយនាងបានគិតថាថ្ងៃនេះគឺជាថ្ងៃដែលយូរបំផុតសម្រាប់នាងហើយក៏ជាថ្ងៃដែលគួរឲ្យធុញបំផុតសម្រាប់នាងផងដែរបន្ទាប់មកនាងក៏បានសម័យទៅដល់នៅពេលដែលនាងនិយាយជាមួយឆេវូហើយអ្វីបានជាបងមិនអាចនៅជាមួយអូនទៅលីយ៉ុនពីព្រោះខ្ញុំត្រូវធ្វើការពេញមួយយប់នៅថ្ងៃនេះដូច្នេះវាពិតជាពិបាកផ្ដោតអារម្មណ៍ខ្លាំងណាស់នៅពេលដែលមានអ្នកម្នាក់នៅក្បែរខ្ញុំបន្ទាប់មកលីយ៉ុនក៏បានគិតបន្តទៀតថាបើសិនខ្លួនឆេវូភ្ញាក់ខ្លួនបែបនេះអញ្ចឹងមានន័យថារាល់ថ្ងៃនឹងមានសភាពបែបនេះដដែលអញ្ចឹងមែនទេបន្ទាប់ពីនឹកឃើញបែបនេះរួចធ្វើឲ្យលីយ៉ុនមានអារម្មណ៍ថាច្បោកច្បល់អស់កម្លាំងនិងធ្វើឲ្យនាងពិបាកចិត្តយ៉ាងខ្លាំងហើយនាងបានបន្តនឹកឃើញនៅពេលដែលលោកគ្រូពេទ្យបាននិយាយថាសម្រាប់ពេលនេះវាល្អបំផុតសម្រាប់អ្នកទាំងពីរដើម្បីគេងជាមួយគ្នាហើយសង្កេតមើលស្ថានភាពបន្តប៉ុន្តែលោកគ្រូពេទ្យបាននិយាយបែបនោះក៏ប៉ុន្តែដំបូងខ្ញុំគិតថាវាស្ដាប់ទៅដូចជាការធ្វើរោគវិនិច្ឆ័យវិជ្ជាជីវៈប៉ុន្តែដោយដែលខ្ញុំបានបន្តគិតអំពីវាខ្ញុំចាប់ផ្ដើមឈ្នះហើយអ្វីខ្ញុំត្រូវស្ដាប់រឿងទាំងនោះបន្ទាប់មកលីយ៉ុនក៏បានគិតទៀតថាមែនហើយកិច្ចសន្យាដែលខ្ញុំបានចោទហត្ថលេខាគឺគ្រាន់តែរក្សាខ្លួនឆេវូនៅជាមួយខ្ញុំរហូតដល់ជនល្មើសពិតប្រាកដត្រូវបានចាប់ខ្លួនប៉ុន្តែគ្មានវិធីដែលខ្ញុំអនុញ្ញាតឲ្យនរណាម្នាក់មកគ្រប់គ្រងជីវិតរបស់ខ្ញុំបានឡើយបញ្ហាគឺថាតើខ្លួនឆេវូនឹងដេកលក់តែម្នាក់ឯងដល់សេចក្តីសុខតាមពិតទៅខ្ញុំគ្រាន់តែចង់ចាក់សោការពារខ្លាចក្រែងលគាត់ចាំមកចនទី1តែប៉ុណ្ណោះក៏ប៉ុន្តែគាត់បានបំផ្លាញវាខ្ទេចខ្ទីនៅខ្ទឹមបាត់ទៅហើយបន្ទាប់មកនាងក៏បាននឹកឃើញនៅពេលដែលនាងបានដើរទៅដល់ទ្វារគឺស្រាប់តែឃើញថាទ្វារនឹងគឺបានខ្ទេចខ្ទីអស់ហើយបន្ទាប់មកនាងក៏បានធ្វើការទៅមើលខ្លួនឆេវូនៅក្នុងបន្ទប់ដល់ពេលដែលនាងបើកទ្វារចូលទៅក៏ស្រាប់តែភ្ញាក់ផ្អើលនៅបែបព្រៃធំដែលស្រាប់តែឃើញថាខ្លួនឆេវូកំពុងតែធ្វើការហាត់ប្រាណតែបានបញ្ចេញសាច់សខ្ចីហើយនឹងរាងដ៏សេកស៊ីរបស់គាត់ដែលធ្វើឲ្យនាងនឹងឈរភ្លឹកមើលគាត់មួយសន្ទុះបន្ទាប់មកខ្លួនឆេវូក៏បានធ្វើការសម្លឹងទៅកាន់លីយ៉ុនដែលធ្វើឲ្យលីយ៉ុននឹងក៏ចាប់ផ្ដើមភ្ញាក់ហើយបានគិតថាគាត់ទៅតែដេកលក់រហូតមកដល់ថ្មីនេះតើគាត់ជាសះស្បើយលឿនបានយ៉ាងម៉េចនឹងគាត់អាចមើលទៅដូចជាសម្បត្តិទទេដែលគ្មានការរំខានប៉ុន្តែនៅខាងក្នុងរបស់គាត់គឺជាឃាតករដែលកប់មនុស្សដោយស្នាមញញឹមប្រសិនបើសត្វចម្លែកនោះមករកខ្ញុំពិតមែនហើយនាងក៏បានត្រឡប់មកក្នុងបន្ទប់របស់នាងវិញហើយបន្តគិតទៀតថាតើខ្ញុំអាចមានការគ្រប់គ្រងបានប៉ុណ្ណាដោយគ្រាន់តែហៅគាត់ថាប្តីរបស់ខ្ញុំនោះដូច្នេះសូមវល់គ្រាន់តែដេកឲ្យលក់កុំចាំមកជាន់ទី1ឲ្យសោះកុំមករកខ្ញុំអីនិយាយមិនទាន់ផុតពីមាត់ផងក៏ស្រាប់តែមានសំឡេងហៅឈ្មោះលីយ៉ុននៅខាងក្រៅបន្ទប់លីយ៉ុនបើកទ្វារឲ្យបងចូលបន្តិចមកពេលនោះលីយ៉ុនពិតជាភ័យខ្លាំងណាស់រួចក៏បានគ្រឹងចិត្តថាសុំទៅវិញទៅហើយសំឡេងគោទ្វារហៅឈ្មោះលីយ៉ុនកាន់តែខ្លាំងទៅហើយនាងក៏កាន់តែភ័យខ្លាំងផងដែរឬក៏បាននិយាយថាសូមវល់ឆាប់ចេញទៅវិញទៅរីឯឆេវូបន្ទាប់ពីធ្វើការហៅលីយ៉ុនរបស់យើងមិនឆ្លើយតបបែបនេះក៏បានធ្វើឲ្យគេឈប់ហៅលីយ៉ុនរបស់យើងបន្តទៀតនិងបំរុងតែដើរត្រឡប់ទៅវិញហើយចំណែកឯលីយ៉ុនរបស់យើងវិញនាងក៏បានផ្ទៀងស្ដាប់ថាតើឈ្មោះរបស់យើងបានត្រឡប់ចាក់ចេញទៅវិញហើយឬនៅបន្ទាប់ពីស្ងាត់មិនឃើញឮសំឡេងរបស់ឈីវូហើយដូចនេះនាងក៏បានធ្វើការងើបឡើងរួចបានដើរទៅកាន់ទ្វារដើម្បីធ្វើការស្ដាប់ថាតើឈីវូរបស់យើងនឹងចាក់ចេញទៅពិតប្រាកដមែនឬមួយក៏អត់បន្ទាប់មកក៏ស្រាប់តែឮសំឡេងរបស់ឈីវូនិយាយនៅខាងក្រៅថាតើអូនគិតថាបងចេញហើយតើមែនទេពេលនោះធ្វើឲ្យលីយ៉ុននឹងក៏ចាប់ផ្ដើមភ័យនិងភ្ញាក់ផ្អើលហើយនឹងបានរត់ចេញពីទ្វារនោះយ៉ាងលឿនបន្ទាប់មកឈីវូនិយាយបន្តថាតើអូនទៅណានឹងមកឲ្យចិត្តមកបងមិនអាចហាត់ក្លិនអូនបានទេលីយ៉ុនពេលនោះធ្វើឲ្យលីយ៉ុនក៏ចាប់ផ្ដើមញ័រហើយក៏និយាយថាស្អីគេហើយឈីវូក៏បាននិយាយបន្តតើអូនមិនបានកត់សម្គាល់ទេក្លិនរបស់អូនវាសាយភាយមកខ្លាំងណាស់លីយ៉ុនបងថែមទាំងអាចធំក្លិនវាពីខាងក្រៅទ្វារបានមិនពេលដូចនេះធ្វើឲ្យលីយ៉ុនក៏ចាប់ផ្ដើមគិតថាតើគាត់ពិតជាសត្វចម្លែកពិតមែនទេ
តែនឹងជាស្អីទៅបន្តមកឈីវូក៏បាននិយាយបន្តទាំងអស់សង្ឃឹមថាបើគ្មានលីយុនបងក៏មិនដឹងថាបងជាអ្វីដែរទោះបីជាដៃនិងជើងរបស់បងនៅទីនេះក៏ដោយវាមិនមែនមានអារម្មណ៍ពិតទេបងក៏ជាមនុស្សដែរដូច្នេះនេះមិនមែនជាសុបិនទេបងមិនឈួតទេសូមវ៉លីយុនប្រាប់បងមកជាវាជារឿងចាស់ក៏ដោយបងនឹងយករឿងដ៏គួរឲ្យអាណិតណាមួយគ្រាន់តែផ្ដល់ឲ្យភាពជាក់លាក់ដែលបងមាន